មានតម្លៃមួយចូលរួមនៅក្នុងកម្មវិធីមង្គលសិរីមង្គលរបស់គុណប្រគុណសិរីរបស់ខ្ញុំបាទហើយថ្ងៃនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណម្ដងហើយម្ដងទៀតនៅបាទទឹកចិត្តដែលស្រឡាញ់ក្រុមគ្រួសារបាទជាពិសេសនេះផ្ដល់កិត្តិយសជូនដល់កូនប្រគុណស្រីខ្ញុំបាទតែម្ដងហើយខ្ញុំបាទក៏សូមប្រសិទ្ធពរជ័យសិរីសុខស្ដីបរិសុខជូនដល់អាដាមដែលលោកជំទាវរបស់លោកស្រីកញ្ញាដែលជាភ្ញៀវកិត្តិយសដែលមានវត្តមានទីនេះដែលបានចូលរួមទីនេះឲ្យទទួលបានសេចក្តីសុខសប្បាយទាំងអស់គ្នាទទួលទានមានបានគ្រប់ក្រុមគ្រួសារទាំងអស់ផងដែរបាទហើយជាការទៀតដែរការក៏សូមជូនពរកូនទាំងពីរឲ្យស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងណាចាប់ដៃគ្នារកស៊ីឲ្យបានជោគជ័យបាទតិចតិចដូចទឹកអមរិតណាកូនណាបាទហើយឆាប់មានចៅឲ្យម៉ាក់យាយចាអរគុណណាអរគុណបងប្រុសជាមេដាគុណកំងចាឥឡូវនេះសូមជើញអ្នកមានមេដាចាមេដាគុណកំឡោះមានម្ដងអ្នកមានស្អាតណាស់ថ្ងៃនេះចាស្អាតខ្លាំងសូមសម្លេងចាស់ដែរជួនអ្នកមានយាយមួយទាំងអស់គ្នាចានាងខ្ញុំក៏សូមថ្លែងអំណរគុណចាដល់លោកអគ្គអ្នកអង្គការប្រតិលោកជំទាវចាដែលនៅខាងមុខចាសូមអរគុណដល់លោកវិទ្យាធំដែលនៅទូកសានេះទាំងមូលចាហើយនាងខ្ញុំក៏សូមជូនពរជូនជ័យសិរីសុខស្ដីចាធ្វើដំណើរទៅវិញដោយសុវត្ថិភាពចាសុខសប្បាយទាំងអស់គ្នាចាអរគុណច្រើនចាអរគុណបាទដោយថាជាបន្តទៀតកូនកំឡោះវិញម្ដងសូមជើញបាទកូនកំឡោះម្ដងមិញហ្នឹងក្មួយអធិស្ឋានជំនួសម៉ាក់តិចម៉ាក់លោកសប្បាយចិត្តខ្លាំងណាស់បាទអ្វីដែលលោកមនិតស្មានថាហៅថាមគ្គទេសកម្ពុជាដែលរបស់ជាតិលោកដល់គេយកព្រឹកមិញណាលោកអញ្ជើញដល់គេយកព្រឹកមិញគឺថាមានអ្វីដែលយើងមិនអាចគេថាលើកពីការស្មានរបស់យើងលើកពីការរំពឹងទឹកចិត្តសម្ដេចបាទដេជោបាទដែលលោកគេហៅថាជាគំរូរបស់ប្រទេសជាតិជាអ្នកនាំឲ្យជាតិរីកចម្រើនហើយលោកមកប្រកាសយុសម្រាប់ក្មួយទាំងពីរជាសិល្បករសិល្បៈខាងនេះអញ្ចឹងបងย้อนលោកមិនថារកវាថ្លៃមកគុណបែបណាហើយបន្តទៀតបាទហើយដល់នេះដល់ទៅនេះតែសិក្ខាបណ្ឌិតហ៊ីមហ៊ានលោកជំទាវបញ្ចាំនេះលោកផ្ដល់ទៅយុបាទជូនដល់គូគាត់ឯងវិញអញ្ចឹងក៏សូមតម្លៃថាតខ្លាំងបាទហើយមិនត្រឹមតែប៉ុណ្ណឹងបាទហើយដល់ថ្ងៃឯងនៅប្រតិមូលជាមួយលោកជំទាវលោកផ្ដល់ទៅយុចូលរួមទៀតបាទយកសូមតម្លៃថាតខ្លាំងទាំងអស់គ្នាបាទអរគុណណាស់ឥឡូវក្មួយមានអ្វីចង់សូមជួយក្មួយរងសូមជួយសម្រាប់ខ្ញុំបានជាដំបូងសូមអរគុណដល់លោកឪពុកអ្នកម្ដាយទាំងសងខាងបាទហើយខ្ញុំបានក៏សូមអរគុណដល់សម្ដេចពុកដែលបានផ្ដល់សន្តិភាពទើបយើងមានថ្ងៃនេះយើងអាចជួបជុំគ្នាដោយក្តីរីករាយក៏សូមថ្លែងអរគុណដល់លោកប៉ាឯកឧត្តមនាយឧត្តមសេនីយ៍វិទ្យាសាស្ត្របណ្ឌិតហ៊ីមហ៊ាននិងជំទាវម៉ាស់បាទហើយជំទាវហ៊ីសុលីដូចជាបាទអាដាមបងលោករដ្ឋមន្ត្រីហើយអរគុណដល់វត្តមានអ្នកអង្គការហើយក៏ដល់លោកជំទាវវត្តមានអ្នកអង្គការលៀងមេងបាទវត្តមានរបស់ឯកឧត្តមលោកជំទាវទាំងអស់ដែលបានចូលរួមខ្ញុំមិនអាចនឹងរៀបរាប់អស់សូមអរគុណមែនទែនថ្ងៃនេះដែលបានចូលរួមផ្ដល់កិត្តិយសដល់ខ្ញុំបាទហើយសង្ឃឹមថាពេលដែលត្រឡប់ទៅវិញសង្ឃឹមថាជាកិត្តិយសទាំងអស់នឹងធ្វើដំណើរទៅវិញប្រកបដោយសុវត្ថិភាពបាទអរគុណច្រើនពេលនេះបាទយើងចូលរួមច្រើនមែនទែនហើយដល់អ្នកអង្គការលៀងមេងលោកផ្ដល់